ឲ្យអ្នកជាប់ពន្ធទាំងអស់ត្រូវបង់ប្រចាំឆ្នាំក្នុងមួយឆ្នាំគឺបង់តែមួយដងទេចាអញ្ចឹងសម្រាប់អាជីវកម្មដែលគាត់បើកអាជីវកម្មថ្មីចាគាត់មិនទាន់ទទួលបានជ្រាបនៅព័ត៌មាននេះក៏អាចលម្អិតនឹងបានដឹងអំពីប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះដែលបានលើកយកមកជម្រាបជូនទៅដល់ប្រិយមិត្តចាក្រុមជំរាបសួរទៅដល់ប្រិយមិត្តដែលកំពុងតែទស្សនានៅកម្មវិធី Vanda Talk Show ស្វាគមន៍មកកាន់ប្រធានបទទី219សប្តាហ៍នេះយើងលើកយកប្រធានបទដែលពាក់ព័ន្ធជាមួយនឹងការប្រមូលនៅពន្ធបតង់របស់អគ្គនាយកដ្ឋានពន្ធដារនៅសប្តាហ៍219នេះកាន់តែពិសេសជាមួយយើងនឹងលម្អិតទៅលើពន្ធបតង់ហើយពាក់ព័ន្ធជាមួយនឹងពន្ធគឺត្រូវបានប្រមូលពីប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាហើយសម្រាប់ពន្ធនេះផងដែរគឺមានច្រើនប្រភេទដែលត្រូវបានដាក់ឲ្យអនុវត្តទៅតាមប្រភេទអាជីវកម្មក្នុងនោះពន្ធបតង់គឺជាប្រភេទពន្ធមួយដែលអាជីវករគឺត្រូវតែបង់ជារៀងរាល់ឆ្នាំតែម្ដងចាកុំឲ្យខាតពេលយូរទស្សនិកជនទៅជួបជាមួយនឹងអ្នកគ្រូដែលគាត់កំពុងតែបង្រៀននៅក្នុងសាកលវិទ្យាល័យវ៉ាន់តាពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងតែម្ដងចាជំរាបសួរអ្នកគ្រូចាជំរាបសួរចារីករាយមែនតើដែលបានជួបអ្នកគ្រូអនុញ្ញាតអ្នកគ្រូណែនាំខ្លួនទៅដល់ប្រិយមិត្តបន្តិចចាជំរាបសួរនាងខ្ញុំឈ្មោះសាំងជ័យជាគ្រូបង្រៀនមុខវិជ្ជាគណនេយ្យអនុវត្តនិងពន្ធនៅសាកលវិទ្យាល័យវ៉ាន់តាចាអរគុណច្រើនអ្នកគ្រូសម្រាប់ការផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីរបស់យើងក្នុងថ្ងៃនេះអ្នកគ្រូពាក់ព័ន្ធជាមួយនឹងពន្ធបតង់ដូចដែលបងប្អូនប្រជាពលរដ្ឋរបស់យើងបានដឹងទទួលជ្រាបជាពិសេសគឺអាជីវករតែម្ដងដែលគាត់ប្រកបនៅមុខរបរមិនថាតែអាជីវករខ្នាតធំឬខ្នាតតូចគឺយើងមានការបង់បតង់ប្រចាំឆ្នាំតែម្ដងអ្នកគ្រូអាចជម្រាបជូនផងបានតើកម្មវត្ថុនៃការបង់បតង់ហ្នឹងគឺត្រូវបានកំណត់ទៅលើអ្វីខ្លះដែរអ្នកគ្រូចាអរគុណអេណាសម្រាប់សំណួរពាក់ព័ន្ធជាមួយនឹងកម្មវត្ថុនៃការបង់ពន្ធបតង់នេះផងដែរយោងតាមប្រកាសលេខ193ដែលចុះនៅថ្ងៃទី26ខែមិនិនាឆ្នាំ2021ស្ដីពីវិធាននីតិវិធីនៃការប្រមូលពន្ធបតង់នេះផងដែរអេណាពាក់ព័ន្ធជាមួយពន្ធបតង់គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវយកទៅលើសកម្មភាពអាជីវកម្មហើយផ្អែកទៅលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបស់គាត់អូចាយ៉ាងមិនខ្លះដែរទៀតអ្នកគ្រូតកតងជាមួយនឹងសកម្មភាពអាជីវកម្មនេះផងដែរខ្ញុំសូមបញ្ចូលបន្ថែមប្រសិនបើអ្នកជាប់ពន្ធគាត់មានសកម្មភាពអាជីវកម្មមួយគាត់ត្រូវបង់ពន្ធបតង់តែមួយទេក៏ប៉ុន្តែប្រសិនបើអ្នកជាប់ពន្ធគាត់មានសកម្មភាពអាជីវកម្មច្រើនដែលមិនមែនជាសកម្មភាពឧបសម្ព័ន្ធអញ្ចឹងគាត់ត្រូវបង់ពន្ធបតង់ផ្សេងគ្នាទៅតាមសកម្មភាពរបស់អ្នកជាប់ពន្ធចាពាក់ព័ន្ធជាមួយនឹងការបង់បតង់នេះផងដែរពន្ធបតង់យើងកំណត់ប្រចាំឆ្នាំមួយឆ្នាំអាចនឹងបង់ប្រមាណដងដែរអេណាសម្រាប់សំណួរអរគុណតកតងជាមួយពន្ធបតង់នេះផងដែរជាប្រភេទពន្ធប្រចាំឆ្នាំអញ្ចឹងកំណត់ឲ្យអ្នកជាប់ពន្ធទាំងអស់ត្រូវបង់ប្រចាំឆ្នាំក្នុងមួយឆ្នាំគឺបង់តែមួយដងទេចាអញ្ចឹងសម្រាប់អាជីវកម្មដែលគាត់បើកអាជីវកម្មថ្មីចាគាត់មិនទាន់ទទួលបានជ្រាបនៅព័ត៌មាននេះក៏អាចលម្អិតនឹងបានដឹងអំពីប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះដែលបានលើកយកមកជម្រាបជូនទៅដល់ប្រិយមិត្តចាពាក់ព័ន្ធជាមួយនឹងប្រាក់ពន្ធបតង់ប្រចាំឆ្នាំតើជាទូទៅយើងបង់នៅពេលណាដែរអ្នកគ្រូចាអរគុណអេណាសម្រាប់សំណួរតកតងជាមួយនឹងប្រាក់ពន្ធបតង់ប្រចាំឆ្នាំផងដែរសម្រាប់ការបង់ពន្ធបតង់ប្រចាំឆ្នាំក៏ដូចជាពន្ធផ្សេងរដ្ឋបាលសារពើពន្ធគាត់មានការកំណត់ការបរិច្ឆេទដើម្បីឲ្យអ្នកបង់ពន្ធបង់ច្បាស់លាស់អញ្ចឹងពន្ធបតង់នេះផងដែរគឺតម្រូវឲ្យអ្នកជាប់ពន្ធបង់កំឡុងពេលថ្ងៃទី1មករារហូតដល់ថ្ងៃទី31ខែមិនិនាជារៀងរាល់ដើមឆ្នាំចាអេណាខ្ញុំចង់បន្ថែមត្រង់នេះបន្តិចណាប្រសិនបើអ្នកជាប់ពន្ធគាត់ចាប់ផ្ដើមប្រកបអាជីវកម្មក្នុងរយៈពេល6ខែដើមឆ្នាំដែលយើងអាចរាប់ចាប់ពីខែ1មករារហូតដល់ខែមិថុនាអញ្ចឹងតម្រូវឲ្យអ្នកជាប់ពន្ធនោះគឺបង់ពន្ធបតង់ពេញមួយឆ្នាំក៏ប៉ុន្តែប្រសិនបើគាត់ចាប់ផ្ដើមប្រកបអាជីវកម្មក្នុងរយៈពេល6ខែចុងឆ្នាំដែលយើងអាចរាប់ចាប់ពីខែកក្កដារហូតដល់ខែធ្នូនោះគឺតម្រូវឲ្យអ្នកជាប់ពន្ធបង់ប្រាក់ពន្ធបតង់តែពាក់កណ្ដាលទេចាអញ្ចឹងពាក់កណ្ដាលយ៉ាងម៉េចឧទាហរណ៍ឆ្នាំនឹងបង់ប្រាក់ពន្ធពាក់កណ្ដាលចាប់ពីថ្ងៃដែលយើងបើកក្រុមហ៊ុនអញ្ចឹងទៅបើសិនជាគាត់ចាប់ផ្ដើមប្រកបអាជីវកម្មក្នុងរយៈពេល6ខែចុងឆ្នាំគាត់បង់ប្រាក់ពន្ធបតង់ពាក់កណ្ដាលអញ្ចឹងកន្លែងនេះខ្ញុំសូមលើកឧទាហរណ៍បន្តិចប្រសិនបើអ្នកជាប់ពន្ធនោះគឺជាប្រភេទអ្នកជាប់ពន្ធតូចអញ្ចឹងក្នុងមួយឆ្នាំគាត់បង់ប្រាក់ពន្ធបតង់គឺ40,000រៀល
ចាអញ្ចឹងបើសិនជាគាត់បងពាក់កណ្ដាលអញ្ចឹងគឺបងតែប៉ុន្មាន 200000 ចា200000រៀលទេចាអរគុណច្រើនអ្នកគ្រូដែលពន្យល់យ៉ាងក្បោះក្បាយចាពាក់ព័ន្ធជាមួយនឹងបុគ្គលដែលត្រូវលើកលែងនៅក្នុងការបង់ពន្ធបតង់តើមានបុគ្គលណាខ្លះហើយប្រភេទយ៉ាងណាខ្លះដែរចាសម្រាប់អាជីវកម្មចាតកតងជាមួយនឹងការលើកលែងបង់ប្រាក់ពន្ធបតង់នេះផងដែរគឺរដ្ឋបាលសារពើពន្ធគាត់លើកលែងបុគ្គលមួយចំនួនដែលមិនតម្រូវឲ្យបង់ប្រាក់ពន្ធបតង់ទេដូចជាស្ថាប័នរដ្ឋបេសកកម្មទូតឬកុងស៊ុលបរទេសចាអង្គការអន្តរជាតិទីភ្នាក់ងារសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលចាមានសកម្មភាពរបស់អង្គការដែលគាត់រៀបចំឡើងឬដំណើរការសិក្សាខាងសាសនាសប្បុរសធម៌អក្សរសាស្ត្រវិទ្យាសាស្ត្រអក្សរសាស្ត្រអប់រំគ្មានចំណែកណាមួយនៃទ្រព្យរបស់គាត់ឬប្រាក់ចំណូលដែលគាត់ទទួលបានប្រើជាផលប្រយោជន៍ឯកជនគឺមិនតម្រូវឲ្យបង់ប្រាក់ពន្ធបតង់ទេចាហើយមួយទៀតជាចុងក្រោយតកតងជាមួយនឹងគ្រប់សកម្មភាពអាជីវកម្មទាំងអស់ដែលគាត់ទទួលបានចំណូលប្រចាំឆ្នាំក្រោមចំនួនអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដោយមានចែងក្នុងមាត្រាទី6នៃច្បាប់គឺមិនតម្រូវឲ្យបង់ប្រាក់ពន្ធបតង់ទេចាអរគុណច្រើនអ្នកគ្រូចុះពាក់ព័ន្ធជាមួយនឹងការបរិច្ឆេទនៃការបង់អ្នកគ្រូបានជម្រាបជូនហើយពីមធ្យោបាយនៃការបង់ពន្ធបតង់នេះវិញតើមានមធ្យោបាយដែលយើងអាចបង់ដោយមិនចាំបាច់ទៅដល់អគ្គនាយកដ្ឋានពន្ធដែរឬទេចាមានអេណាចាអរគុណសំណួរសម្រាប់សំណួរនេះផងដែរតកតងជាមួយនឹងការបង់ពន្ធគឺអ្នកជាប់ពន្ធអាចបង់បានតាមមធ្យោបាយជាច្រើនដូចជាប្រសិនបើគាត់ចង់ទៅរដ្ឋបាលសារពើពន្ធដោយផ្ទាល់ក៏បានគាត់ចង់បង់នៅធនាគារពាណិជ្ជដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធណាក៏បានប្រសិនបើគាត់មិនចង់បង់ទៅតាមរដ្ឋបាលសារពើពន្ធឬធនាគារទេគាត់អាចបង់តាមប្រព័ន្ធអនឡាញបានដែលឲ្យឈ្មោះថា e-payment ចាងាយស្រួលខ្លាំងមែនទែនចាពាក់ព័ន្ធជាមួយនឹងការបង់ពន្ធពីសារៈប្រយោជន៍សំខាន់នៃការបង់ពន្ធជូនទៅដល់រដ្ឋនេះអ្នកគ្រូអាចជំរាបជូនផងបានទេថាតើពន្ធបតង់នេះនៅពេលដែលយើងបានបង់យើងទទួលបាននៅអត្ថប្រយោជន៍ឬក៏សារៈប្រយោជន៍អ្វីខ្លះដែរអំពីការបង់ពន្ធនេះចាអរគុណអេណាសំណួរនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ការបង់ពន្ធគឺពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិចំណូលដែលបានមកពីការបង់ពន្ធគឺយើងយកទៅអភិវឌ្ឍគ្រប់វិស័យទាំងអស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដូចជាបើកប្រាក់ខែជូនមន្ត្រីរាជការគ្រូបង្រៀនគ្រូពេទ្យកងកម្លាំងប្រដាប់អាវុធឬមួយយើងការពារបូរណភាពទឹកដីរបស់យើងការសាងសង់ស្ពានសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ការផ្ដល់សេវាសាធារណៈដូចជាដំណាប់ថ្នាក់សាធារណៈសន្តិសុខសង្គមការផ្ដល់សេវាសុខាភិបាលអប់រំជាដើមចាអញ្ចឹងសម្រាប់ប្រាក់ពន្ធដែលប្រជាពលរដ្ឋបានធ្វើការបង់ទៅគឺផ្ដល់នៅអត្ថប្រយោជន៍ក៏ដូចជាបម្រើនៅសេវាកម្មជូនដល់ប្រជាពលរដ្ឋច្រើននិងសម្រួលទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងក៏ច្រើនអ្វីដែលកាន់តែពិសេសគឺចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងជាបន្តបន្ទាប់ចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយនៅវគ្គក្រោយយើងក៏នឹងមាននៅប្រធានបទពិសេសសំខាន់ជាច្រើនផ្សេងទៀតផ្ដល់ជូនទៅដល់ប្រិយមិត្តក៏ដូចជាអ្នកដែលបានកំពុងទស្សនាផងដែរអរគុណហើយអរគុណអ្នកគ្រូសម្រាប់ការផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីចាកម្មវិធីរបស់យើងសន្យាថានឹងវិលមកជួបប្រិយមិត្តដែលរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង8យប់ដដែលគណៈពេលនេះយើងខ្ញុំទាំងពីរនាក់និងក្រុមការងារសូមអរគុណនិងសូមគោរពលាចា